តាំងពីបើកលក់កាហ្វេនិងភេទជ្ជៈគ្រប់មុខនេះមកអត់ដែលមានចិត្តមានអារម្មណ៍ចង់ផ្ចាញ់ផ្សាចាញ់ឈ្នះប្រកួតប្រជែងជាមួយអ្នកណាទាំងអស់រាល់ថ្ងៃនេះប្រកួតប្រជែងទៅជាមួយខ្លួនឯងខំប្រឹងធ្វើខ្លួនឯងធ្វើមិនឲ្យបានល្អសម្រាប់មួយដែលគាត់ទិញយកទៅញ៉ាំភេទជ្ជៈត្រូវតែមានគុណភាពសមជាមួយនឹងតម្លៃព្យាយាមរកអីមកដែលថ្មីអាប់ដេតខ្លួនឯងព្យាយាមកែសម្រួលកែតម្រូវខ្លួនឯងរាល់ថ្ងៃតាំងពីមិនទាន់បានល្អរហូតដល់បានល្អរាល់ថ្ងៃនេះមួយក៏សរសើរគ្រប់គ្នាខ្ញុំសប្បាយចិត្តមែនទែនសមិទ្ធផលដែលខ្ញុំបានធ្វើមកពីតិចមកច្រើនខ្ញុំអត់ខកបំណងទេទាំងតែថាបើកន្លែងកាហ្វេនេះពីដំបូងមកឡើយខ្ញុំអត់ដែលមានបងប្អូនអ្នកធ្លាប់បើកកាហ្វេហើយក៏អត់ដែលដឹងហើយក៏អត់មានគ្រូបរិញ្ញាគ្រាន់តែទៅទិញម៉ាស៊ីនគេប្រាប់ត្រួសគេលាក់រូបមន្តគេប្រាប់យើងអស់ទេនិយាយទៅធ្វើនេះគឺធ្វើដោយចិត្តគំនិតបែកខ្លួនឯងហ្មងមើល YouTube ខ្លះមើលគេខ្លះបំបែកខ្លួនឯងខ្លះធ្វើញ៉ាំខ្លួនឯងរាល់ថ្ងៃខាតចំណេញអត់ទាន់គិតទេតែឥឡូវវិញម៉ួយ100ច្រើនមែនទែនទាំងដែលម៉ួយមិនបាននៅក្បែរខ្ញុំទេហើយកន្លែងខ្ញុំក៏រៀងស្ងាត់ជាងគេដែរក៏ប៉ុន្តែម៉ួយវិញគឺ100រាល់ថ្ងៃហ្មងឲ្យតែគាត់ជិះកាត់គឺមកទិញហ្មងទិញម្ដងហើយគឺលើក្រោយគឺមកម្ដងទៀតមិនមែនតែម្នាក់មិនមែនតែ2នាក់គឺប្រមូលគ្នាមកហ្មងអញ្ចឹងខ្ញុំមានអារម្មណ៍ថាខ្លួនឯងពីមួយថ្ងៃទៅមួយថ្ងៃកាន់តែល្អជាងមុនច្រើន